បាទស្វាគមន៍មកកាន់វីដេអូទី2របស់ខ្ញុំនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញពីគ្រួសារខឬមួយក៏គ្រួសារកបាទហើយនៅក្នុងនោះដែរក៏ខ្ញុំបង្ហាញពីរបៀបមើលតង់ហើយនឹងការកំណត់ប្រភេទតង់នៅលើបទចម្រៀងរបស់យើងមិនថាបទដែលគេធ្វើហើយឬមួយក៏បទ original ទេគឺយើងអាចដាក់ខតទៅតាមបទចម្រៀងដោយយើងមិនបាច់ចាំតតែគេដាក់អក្សរហើយគេដាក់ខតពីលើនោះទេបាទអញ្ចឹងមុននឹងទៅដល់នោះគឺខ្ញុំបង្ហាញកន្លែងនេះបន្តិចកន្លែងនេះគឺខ្ញុំប្រិចឲ្យវាធំបន្តិចដើម្បីគ្នាយើងស្រួលមើលបាទជាទូទៅយើងមើលសំឡេងនៃបទចម្រៀងសំឡេងនៃនៅលើpiano របស់យើងគឺធម្មតាសំឡេងយើងគឺដែលគេកំណត់មកគឺមានតែ7ហើយនឹងក្របខ្មៅហ្នឹងគឺចំនួន5ទៀតអញ្ចឹងឧបមាថាយើងមើលពីក្របដូនេះទៅលេខ4បាទរហូតមកដល់ C បាទនៅលេខ4ដូចគ្នាអាហ្នឹងគេហៅថាមួយជុំឬមួយក៏មកមើលស៊ីរបស់យើងហ្នឹងបាទអញ្ចឹងនៅក្នុងហ្នឹងវាមានដូរ៉េមីហ្វាសូឡាស៊ីបន្ទាប់មកវាមានក្របខ្មៅនេះ2ទៀតបាទសំដៅ5ទៀតបាទហ្នឹងហើយអញ្ចឹងយើងមើលប្រភេទក្របនេះគឺជាប្រភេទសញ្ញាធុងជុកខ្ញុំឧទាហរណ៍មួយបាទខ្ញុំហៅធុងជុកចោះបាទគេហៅស៊ីសាបអូខេហ្នឹងអញ្ចឹងវាមានដូហើយគឺដូធុងជុកបាទបន្ទាប់មករ៉េធុងជុកហើយបន្តមកទៀតហ្វាណាគឺហ្វាធុងជុកបាទបន្តមកទៀតសល់ធុងជុកណាសល់សាបបាទឡាសាបហ្នឹងហើយអញ្ចឹងវាបន្ថែមនៅចំនួនសំឡេង5ហ្នឹងទៀតអញ្ចឹងទោះជាយើងខំបង្សែកដល់ណាក៏វានៅតែសំឡេងប៉ុណ្ណឹងដែរកាលពីមុនខ្ញុំតែគិតថាសំឡេងpiano មកកកោកហ្នឹងហើយសំឡេងយើងមកកកោកហ្នឹងមិនក៏បែកជាសំឡេងហ្នឹងតែ7បាទអញ្ចឹងនៅពេលដែលយើងស្គាល់ពីវាហើយបានយើងដឹងថាតាមពិតគឺសំឡេងវាមានតែប៉ុណ្្នឹងមែនបាទនឹងហើយអញ្ចឹងតាក់ទងទៅនឹងការបង្ហាញនៅលើក្រប piano គឺខ្ញុំបង្ហាញប៉ុណ្្នឹងសិនហើយបន្តមកទៀតគឺខ្ញុំទៅបង្ហាញបាទគ្រូសាខតហ្នឹងបាទឬមួយក៏គ្រូសាកយើងបែងចែកវាជា2យើងបែងចែកប្រភេទ major និង minor បាទនិង minor បាទអញ្ចឹងនៅក្នុងនេះគឺខ្ញុំអូខេខ្ញុំបើកអានេះមួយអាហ្នឹងអូខេតាអញ្ចឹងយើងមើលអានេះមុនអានេះគឺប្រភេទ master វាដូចជាតុងដូបាទតុងដូវាមានអីខ្លះខ្ញុំអត់មានបង្រៀនពីការបំបែកថាតុងដូទៅចេញទៅជាស្អីទេអញ្ចឹងគេមានស្រាប់យើងរៀនទៅតាមគេហ្នឹងហ្មងបាទឧបមាថាដូអញ្ចឹងវា re minor បាទ e minor ហើយនឹង fa minor fa ហើយនឹង sol ហើយនឹង la minor បាទអានេះវា bin អញ្ចឹងទៅ bin សំទោសបាទអញ្ចឹងនៅក្នុងហ្នឹងយើងនៅក្នុងទាំង6ហ្នឹងវាភាគច្រើនគឺបទចម្រៀងរបស់យើងគឺវាមាន6ទៅឬមួយក៏7ហ្នឹងបាទវាអត់ទៅណាទេក្នុងមួយបទហើយចំពោះC sharp តុង C sharp នេះឬមកតុង C ធុងជុកនេះគឺវាមានបាទវាមាន re ធុងជុក minor ហ្នឹងទៅបាទអញ្ចឹងវាមានមួយជួរវាអញ្ចឹងរាល់មួយបទវាអត់ចេញផុតពីហ្នឹងទេហើយសំឡេងយើងគឺវាមានតែ7ហ្នឹងទេបាទវាអត់ចេញទៅណារួចទេវាមិនអាចថានៅក្នុងតុងដូវាមាន E sharp minor អីនោះទេអត់មានទេបាទគឺវាចូលតែតុងរបស់វាហ្នឹងយើងយកវាមកដាក់ក៏វាអត់ត្រូវដែរពីព្រោះវាគ្រូសារបស់វាគឺវាមានតែប៉ុណ្ណឹងបាទអញ្ចឹងហើយបានជាគេឲ្យយើងស្គាល់គេហៅថាគ្រូសានៃអាករហ្នឹងបាទនៅពេលដែលចេញបទបន្តិចទៀតខ្ញុំនឹងបង្ហាញបាទហើយចំពោះតុងប្រភេទ minor បាទកន្លែងនេះនៅក្នុងតុង minor វាមាន la minor បាទ la minor វាមាន la minor ខ្លួនវាមាន c dim បាទហើយនឹងតុងដូតុង re minor វាមាន chord re minor e minor fa sol អីចឹងទៅបាទអញ្ចឹងនៅក្នុងនេះហើយចំពោះ chord ទាំងអស់ហ្នឹងយើងអាចsearch នៅក្នុង Google ទៅគេមានដាក់យើងហើយបាទយើងយកប្រភេទ chord la minor chord នេះមកបាទ chord major អញ្ចឹងយើងទុកមើលទៅបាទហើយបន្តមកទៀតគឺខ្ញុំបង្ហាញពីបទចម្រៀងមួយបទបាទយើងចាំមើលទាំងអស់គ្នាបាទហ្នឹងហើយគឺបទនេះតែម្ដងឥឡូវខ្ញុំខ្វែងចោលសិនបាទនេះអញ្ចឹងគេធ្វើបាបអូនដូចធ្វើបាបបងដែលខ្ញុំនឹងលើកយកមកធ្វើហ្នឹងបាទអញ្ចឹងយើងមើលតើប្រភេទគ្រួសារដែលគេយកមកលេងតុងហ្នឹងគឺលេងតុងអីបាទអញ្ចឹងយើងមើលទៅហ្នឹងគឺប្រភេទបទហ្នឹងគឺតុងឡាសួរថាហេតុអីអញ្ចឹងយើងទៅមើលកន្លែងយើងមើលរបស់យើងវិញបាទវាតុងឡាអត់ចាបាទអានេះចាំខ្ញុំបង្ហាញក្រោយយើងមើលនៅក្នុងនេះវាមានអាករអីខ្លះវាមាន la វាមាន fa sharp minor វាមាន c minor វាមាន mi la fa sharp minor អញ្ចឹងវាមានតែប្រមាណហ្នឹងឯងវាដែរទេមានថា1 2 3 4វាមានតែ4ហ្នឹងទេបាទមកដល់កន្លែងនេះវាមាន C sharp minor មកទៀតអញ្ចឹងគឺវាតុងឡាអញ្ចឹងយើងមកមើល chord បទចម្រៀងរបស់យើងបាទបាទអញ្ចឹងក្នុងនេះយើងមើលតុងឡានេះតុងឡាអញ្ចឹងវាមាន chord ទាំងអស់ហ្នឹងអត់ណាវាមាន la វាមាន C minor វាមាន C sharp minor វាមាន re mi fa sharp minor អញ្ចឹងគឺវាចូលតុងឡាហ្នឹងអញ្ចឹងនៅពេលដែលយើងយកបទចម្រៀងដើម្បីយើងទៅរៀបទៅដាក់គឺយើងដាក់វាតាម chord នៃគ្រួសារហ្នឹងបាទវាអត់ទៅដាក់អីផ្សេងទេបាទអញ្ចឹងយើងមើលបទគេវាមានចេញមក fa sharp minor មុនបាទបន្ទាប់មកវាចេញe mi បាទបន្ទាប់មក fa sharp minor ដែរបាទអញ្ចឹងបទហ្នឹងគឺវាមានតែប្រមាណ chord ហ្នឹងចំពោះទី1បាទអញ្ចឹង
នៅក្នុងបទចម្រៀងមួយបទហ្នឹងដូចខ្ញុំបញ្ជាក់អញ្ចឹងគឺវាបង្ហាញគ្រួសារនៃអាករហ្នឹងហើយមួយទៀតខ្ញុំចូលទៅបង្ហាញពីការបំបែកថាចុះបើសិនជាយើងលេងមួយបទតែយើងអាចមើលដឹងថាវាចូលតង់អីឬមួយក៏គេហៅតង់មានន័យថាចំណុចទី2នេះគឺខ្ញុំបង្ហាញពីគេឲ្យយើងមើលតង់បាទមើលតង់ហ្នឹងយើងចូលមកកន្លែងនេះកន្លែងរបៀបមើលតង់កន្លែងនេះបន្តិចបាទនៅក្នុងរបៀបមើលតង់បទចម្រៀងកន្លែងនេះគឺខ្ញុំបង្ហាញមួយមានន័យថាបើសិនជាតង់នឹងតង់សុលគឺវាមានសុលវាមានគ្រួសារប្រវេណណាវាមានសុល La minor C minor Do Re Mi minor Fa Sub Dim អញ្ចឹងប្រសិនបើបទហ្នឹងវាចេញដោយឧទាហរណ៍មួយបទមិញនៅក្នុងនេះវាចេញពីដំបូងដោយអាករអីគឺគេហៅតង់ហ្នឹងវាជាប្រភេទតង់នៃបទចម្រៀងនៃអាករហ្នឹងមានន័យថាតង់នេះគេហៅតង់ឡាក៏បានឬមួយក៏គេហៅថា Fa Sub minor ក៏បានអញ្ចឹងសួរថាហេតុអីបានអញ្ចឹងយើងមកមើលពីការប្របែករបស់ខ្ញុំនេះមានន័យថាបើសិនបើតង់សុលអញ្ចឹងវាមានអាករប៉ុណ្ណឹងប៉ុន្តែបើសិនជាបើវាចេញដោយបើចេញបទចម្រៀងចេញដោយដំបូងចេញដោយសុលគឺតង់សុលបើវាចេញដោយមី E minor ឬមកក៏ Mi minor ហ្នឹងគឺគេហៅតង់ Mi minor អញ្ចឹងពីរហ្នឹងគឺគេហៅតង់សុលក៏បានតង់ Mi minor ក៏បានហេតុអីដោយសារតែយើងយក Mi minor នេះតង់សុល Mi minor ហ្នឹងយកមកប្របែកវាមាន Mi minor ប្រភេទដូចគ្នាណាហើយវាមាន sub dim វាមាន sol ណាវាមាន La minor វាមាន C sub minor បាទកន្លែងនេះដូចជាខុស C sub minor អូខេឈប់នឹងហើយកន្លែងនេះមិនមែនទេណាបាទអត់មានតង់មីមីណាវាមាន C sub ទេវាមានតែតង់ដូណាអញ្ចឹងឃើញអញ្ចឹងមានន័យថា Mi minor មានអត់មាន Fa sub dim មាន sol មាន La minor មានB minor B minor នេះដូចជាបាត់ដែរអូខុសនេះបាទដល់ពេលអញ្ចឹងបានតែខុសអានេះវាមីនេះវាចុងក្រោយវាដូវារ៉េទេបាទអញ្ចឹងចេះមានន័យថាវាមានមីមកវាមាន Fa sub minor វាមាន sol វាមាន La minor មកវាមាន B minor បាទ B minor បាទដល់មកកន្លែងនេះគឺដូរ៉េបាទចេះនេះអញ្ចឹងតង់ Mi minor ហ្នឹងគឺអញ្ចឹងសួរថាវាដូចគ្នាអត់ដូចគ្នាមានថាយើងយកនេះមកប្របែកមកពីអានេះមកយើងចូលមកមាននេះហើយមាន sol la មាន C minor វាមាន do វាមាន re អញ្ចឹងប្រភេទហ្នឹងគឺគេហៅថាតង់ Mi minor ក៏បានតង់ sol ក៏បានអញ្ចឹងវាអាស្រ័យលើបទយើងបើសិនជាយើងហៅតង់ sol វាចេញដោយ sol ទៅបើវាចេញដំបូងដោយ Mi minor គឺយើងហៅវាតង់ Mi minor ទៅបាទដូចខ្ញុំឧទាហរណ៍មួយទៀតតង់ la ហើយយើងកំពុងតែមាននេះបទរបស់យើងចាបទរបស់យើងហ្នឹងគឺបទតង់វាតង់ Fa sub minor ឬមួយក៏តង់ la ហ្នឹងបាទអញ្ចឹងយើងមើលកន្លែងហ្នឹងឧទាហរណ៍ថាឡាវាមានអីខ្លះគ្រួសារវាអញ្ចឹងវាមាន La minor សំដៅវាមាន La វាមាន C minor វាមាន Fa វាមាន C sharp វាមាន Re បាទអញ្ចឹងដល់ពេលយើងប្របែកយើងយកតង់អានេះគឺទី6 1 2 3 4 5 6អញ្ចឹងគេយកអាទី6ហ្នឹងមកប្របែកអញ្ចឹងទី6 Fa sub minor វាមានតង់ Fa sub minor វាមាន chord sol sub dim ហើយវាមាន La វាមាន C minor វាមាន C sharp minor វាមាន Re មាន Mi អញ្ចឹងទៅអញ្ចឹងវាចេញដោយផ្ដើមដោយ Fa sub minor អញ្ចឹងយើងហៅតង់ Fa sub minor តែម្ដងសម្រាប់បទហ្នឹងចំពោះខាងក្រោមដូចគ្នាដែរខ្ញុំមិនបាច់តាមនិយាយទេបាទអញ្ចឹងគឺរបៀបនៃការប្របែកវាគឺគេគិតអញ្ចឹងបាទហើយនៅក្នុងបទនេះក៏គេដាក់មកអញ្ចឹងដែរអញ្ចឹងខ្ញុំអាចនឹងបញ្យល់អត់បានក្បោះក្បោយល្អវាគាត់ថាពេលខ្លះខ្ញុំយល់ប៉ុន្តែតកតទៅនឹងការបរៀនប្រាប់ហ្នឹងគឺវារៀងទៅមុខទៅក្រោយបន្តិចហ្នឹងហើយក៏អធិស្ឋានដែរបាទមួយទៀតខ្ញុំចង់បង្ហាញពីបើសិនបើគេអត់ដាក់ឲ្យយើងបើបទចម្រៀងហ្នឹងស្រាប់តែយើងមកយើងនិពន្ធថ្មីហើយយើងគេអត់បានដាក់ឲ្យយើងទេថាតើវាចូលតង់អីឬមកគឺយើងគូទៅប្រើ chord អីអញ្ចឹងខ្ញុំឲ្យអ្នកទាំងអស់គ្នាមកមើលកន្លែងនេះមកមើលនៅក្នុងបទចម្រៀងនេះមានន័យថាយើងមកមើលក្រប melody នៅក្នុងក្រប melody គឺងាយទេដល់ពេលដែលយើងតែងចម្រៀងមួយបទយើងត្រូវមាន melody របស់វាអញ្ចឹងយើងមើលក្រប melody នៅក្នុងបទហ្នឹងតែម្ដងបានយើងសួរមើលយើងមើលក្របនៅក្នុងនេះវាមានក្របអីខ្លះយើងមើលដំបូងមានក្រប La មានក្រប C វាមាន C sharp ហើយមួយទៀតវាមានអីទៀតបាទវាមាន sol បាទ sol sharp បាទហើយយើងមើលមកក្រោយទៀតមានអីទៀតបាទខ្ញុំងាកមកនេះឲ្យឆ្ងាយតិចមកបាទ Fa sub វាមាន Fa sub អញ្ចឹងក្របហ្នឹងវាប្រភេទសុទ្ធតែនៅក្នុងតង់ហ្នឹងនៅក្នុងតង់ La ឬមួយក៏នៅក្នុង Fa sub minor ហ្នឹងយើងមើលទី1វាមាន La វាមាន C ណាវាមាន C sharp វាមាន Fa sub minor វាមាន Fa sub អញ្ចឹងវាយើងសន្និដ្ឋានថាគឺវាចូលទៅក្នុងតង់ La ហ្នឹងហើយបាទវាមិនអាចយើងមើលនៅក្នុងMi ឧទាហរណ៍ថា Mi minor វាមានដូចគ្នាតែវាអត់មាន C sharp ទេឃើញទេឧទាហរណ៍អញ្ចឹងណាអញ្ចឹងក្នុងនេះវាមានក្រប melody ហ្នឹងទាំងអស់អញ្ចឹងយើងសន្និដ្ឋានថាវានៅក្នុងតង់ La ហ្នឹងតែម្ដងសម្រាប់បទហ្នឹងបាទអញ្ចឹងរបៀបនៃការមើលតង់ហើយនឹងការកំណត់តង់ទៅលើបទចម្រៀងខ្ញុំគិតថាខ្ញុំបញ្យល់វាបានល្អប៉ុន្តែអ្វីដែលខ្ញុំបង្ហាញគឺមានន័យថា
ដូចខ្ញុំបានបញ្ជាក់អញ្ចឹងវាយល់តែខ្លួនឯងជួនកាលការបង្ហាញទៅឲ្យអ្នកនរគ្នាវាទៅមុខទៅក្រោយបន្តិចហើយមួយទៀតខ្ញុំទាញមកអ្នកនរគ្នាមកពីការកំណត់តង់បាទការកំណត់តង់សំទោសតែទៅនឹងការមើល tempo តើបត់ហ្នឹងវាចូល tempo ហ្មងណាយើងកំណត់យ៉ាងម៉េចនៅក្នុងកម្មវិធីនេះអ្នកទាំងអស់គ្នាឃើញកម្មវិធីនេះមួយគឺគេហៅថា riff station នៅក្នុង riff station ហ្នឹងគឺយើងកំណត់ tempo នៅលើបទចម្រៀងនឹងបានមានន័យថានៅពេលដែលយើង upload បទចម្រៀងនឹងចូលមកបាទវាបង្ហាញនៅ tempo នៅខាងក្រោមនេះបាទអញ្ចឹងយើងមើល tempo នេះគឺវាដាក់ថា140 BPM អញ្ចឹងក្នុងនេះកាលណាវា140គឺយើងត្រូវចែកវាជា2ដល់យើងកំណត់នៅលើ FL របស់យើងហ្នឹងយើងយកតែ70ទេអញ្ចឹងបើវា160អញ្ចឹងទៅយើងចែកវាជា2តាមហ្នឹងទៅណាបាទបើវា120យើងចែកវាតាមហ្នឹងទៅបាទអញ្ចឹងយើងកំណត់វាអញ្ចឹងការមើល tempo បើយើងអត់ដឹងនៃបទចម្រៀងហ្នឹងហើយចំពោះ tempo ហ្នឹងបើយើងខុសតិចតួចវាក៏មិនជាបញ្ហាដែរបាទវាខុសត្រឹម5លើ5ខអីក៏វាអាចទទួលយកបានហើយគូផ្សំនឹងយើងចេះប្រកែកស្ដាប់តិចទៅតើយើងគួរតែប្រកែក tempo បន្តិចឬមួយក៏អត់បាទមួយទៀតនៅក្នុងហ្នឹងដែរគូនៅក្នុងកម្មវិធីហ្នឹងដែរក៏វាមានបង្ហាញណាគ្រាប់វាដែលវាជាប្រភេទតង់ឡាអញ្ចឹងយើងមកចូលកន្លែងពាក្យថា chord view នេះនៅក្នុង chord view នេះមើលយើងមើលវាដាក់ថា chord detected detected នេះមានន័យថាវាកំណត់ប្រភេទវាបត់ហ្នឹងវាមានប៉ុណ្ណឹងនៃ chord ហ្នឹងបាទអញ្ចឹងវាមាន fa sharp minor វាមាន mi វាមាន la វាមាន b minor វាមាន c sharp វាមាន re ឃើញទេអញ្ចឹងវាចូលតង់ឡាហ្នឹងហើយឬមួយក៏តង់ថា fa sharp minor ហ្នឹងបាទអញ្ចឹងពេលដែលយើងយកវាទៅរៀបយកវាទៅធ្វើបទចម្រៀងក៏យើងរើសតាមហ្នឹងដែរបាទនឹងហើយខ្ញុំគិតថាសម្រាប់វីដេអូមួយនេះខ្ញុំបង្ហាញប៉ុណ្ណឹងសម្រាប់អ្នកទាំងអស់គ្នាខ្ញុំគិតថាវាចាប់បានសម្រាប់ការមើលតង់បាទហើយក៏ដូចជាការកំណត់នៃ tempo ដែរហើយចំពោះកម្មវិធីនេះយើងអាច download បានដូចគ្នាណាវាមានគេ free ឲ្យយើងទេបើកម្មវិធីនោះ free ទេហើយវាជាជំនួយសម្រាប់យើងដំបូងដែលយើងអត់ដឹងថាវាកំណត់យ៉ាងម៉េចហ្នឹងហើយបាទហើយហ្នឹងហើយវីដេអូខ្ញុំបញ្ចប់ប៉ុណ្ណឹងហើយនឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញពីលក្ខណៈនៃបទចម្រៀងណាឧទាហរណ៍ថាខ្ញុំបង្ហាញបន្តិចមានថាបទចម្រៀងយើងត្រូវមានអីខ្លះវាមាន intro ណាវាមាន verse វាមាន verse 1 verse 2វាមាន chorus pre chorus ណាអញ្ចឹងយើងមើលខ្ញុំនៅវីដេអូក្រោយខ្ញុំបង្ហាញហើយខ្ញុំនឹងចាប់ផ្ដើមរបៀបនៃការធ្វើភ្លេងបទនឹងតែម្ដងបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងសូមអរគុណបាទ